នេះជារឿងរ៉ាវនៃការជួបគ្នារបស់ក្រុម Keep It Clean នៅថ្ងៃមួយមេឃបើថ្ងៃស្រឡះល្អទឹកសមុទ្រខៀវថ្លាយ៉ាហែទៅលើគោកមានបំណងចង់គូររូបនៅមាត់ឆ្នេរគូររូបបែបលក្ខណៈឈៀលស្រូបយកខ្យល់បរិសុទ្ធគូយូយូស្រាប់តែមេឃប្រែជាភ្លៀងខ្យល់បក់រសាត់ហើយអត់ដឹងដបចាំមកពីណាមកប៉ះក្បាយយ៉ាអីនោះក្រមអត់បានក៏ហត់ចូលទៅក្នុងផ្ទះវិញទាំងមួម៉ៅហើយពេលដល់ផ្ទះក៏ជួបរឿងទៀតណែគេញ៉ាំស៊ុបក្នុងទឹកញ៉ាំនៅមុខផ្ទះខ្ញុំទៀតក្រឡេកមើលឃើញតាមកន្ទុយផ្លែកឃើញមានភេរត់កាត់ហើយកន្ទុយដូចជាជាប់អ្វីម្យ៉ាងរួចយ៉ាក៏តាមទៅមើលជួយផងផ្លាស្ទិកចុះកន្ទុយខ្ញុំជួយផងហើយក៏បានជួយដកថង់ចេញពីកន្ទុយរបស់ជីជីខ្ញុំហត់ប៉ុន្តែខ្ញុំមិនអាចសម្រាប់បានទេព្រោះអីខ្ញុំមិនដឹងថាមានរឿងអីកាត់ឡើងទេអត់អីទេអញ្ចឹងមកខ្ញុំមកយ៉ានិងជីជីក៏បានទៅលបមើលឃើញដួយដែលជួបបញ្ហាស្រដៀងគ្នាពួកគេចាស់សម្រាប់ចេះកាត់សោះស្នាកឲ្យខ្ញុំចេះយំកាយឆ្នៃសង្ឃឹមតែពេលណាមួយពីគេនឹងឃើញយំកាយឆ្នៃដូចខ្ញុំដែរហើយនេះគឺជាទូអង្គស៊ីមីខ្ញុំធ្លាប់ហូបនៅដល់ស្ងប់ឥឡូវផ្លាស្ទិកបានផ្លាញ់ចម្រុះរបស់ខ្ញុំនេះគឺជាទូអង្គម៉ូម៉ូស្មានតែសារ៉ាយសមុទ្រតាមបកតិថង់ផ្លាស្ទិកសោះចោលឲ្យកាពះខ្ញុំខ្ញុំអត់ហ៊ានទៅនិយាយជាមួយគេទេតែខ្ញុំអត់ចង់ឲ្យអ្នកផ្សេងទៀតជួបបញ្ហាដូចជាខ្ញុំអញ្ចឹងទេខ្ញុំនឹងទៅជួយអ្នកផ្សេងទៀតកុំឲ្យជួបបញ្ហាដូចខ្ញុំអញ្ចឹងហើយនេះគឺជាទូអង្គ Bird ដែលជាអ្នកផ្ដើមគំនិតមូលគ្នាជាក្រុមនៃ Keep It Clean ប្រសិនបើប្រើសម្លេងរបស់ខ្ញុំប្រហែលអាចជួយយើងទាំងអស់គ្នាបានតោះនាំគ្នាឡើងទៅលើគោកទៅមើលថាមានរឿងអ្វីកើតឡើងនៅទីនោះបន្ទាប់ពីជួបគ្នាហើយពួកគេបានឃើញព្រឹត្តិការណ៍មួយដ៏គួរឲ្យសោកសៅក្រោយពីជួបព្រឹត្តិការណ៍នេះពួកគេក៏បានជួបជាមួយនឹងអ្នកភូមិមួយចំនួនដែលនិយាយតាក់ទងទៅនឹងបញ្ហានេះដូចគ្នាអត់មានដងអត់មានអាស្ទូចអ្វីជីវិតដាច់មិនបោះចោលវាមួយនេះយើងបាក់កាន់ទៅក្រៅឬក៏មិនក៏ចោលតាមធម្មតាអ្នកក៏គឺគេចោលនៅសមុទ្រប៉ុន្តែពីមុនគេចោលច្រើនលោកអ៊ំមេភូមិគាត់ព្យាយាមកែសម្រួលផ្លាស្ទិកនៅក្នុងទឹកហ្នឹងភាគច្រើនកាលពីមុនប្រជាជនគាត់ចោលឬក៏ដែលមកពីឆ្ងាយអញ្ចឹងណាបងផ្លាស្ទិកប៉ះពាល់ដល់សុខភាពយើងជាពិសេសថៃដែលនៅក្នុងទឹកបងប៉ះពាល់ដល់ជំរោគពួកគាត់ណាច្រើនដោយសារតែពុលផ្លាស្ទិកពេលខ្លះសំណាញ់ឬក៏ថង់ផ្លាស្ទិកហ្នឹងជាប់លើខ្លួនថៃហ្នឹងហ្មងវាច្រើនណាអាសត្វមកតាមទឹកទុកទៅស្ទួយថៃទុយអីគឺអាសត្វមកទៅបញ្ហាដល់ការជាជំងឺមហារីកហើយប៉ះពាល់សុខភាពយើងយ៉ាងធ្ងន់ធ្ងរបំផុតផ្លាស្ទិកដល់ពេលបើយើងដាក់ទៅសអញ្ចឹងយើងប្រើច្រើនប្រាប់ភ្ញៀវប្រើហើយដាក់ចូលក្នុងថង់យើងយកមកដាក់ឡដុតហើយក៏ចោលនៅតាមដែលគេប្រមូលគេអីចឹងណាហើយតែដល់ពេលវាអាសត្វតាមទឹកមកយើងអត់ដឹងធ្វើម៉េច
វាច្រើនណា ពេលខ្លះយើងទៅសម្អាតហ្នឹងវាមានតាំងពីសត្វពស់សត្វអណ្ដើកវាមានតាំងពីត្រីខ្លះវាងាប់អីចឹងណាកន្លែងដែលមានសម្រាប់ហ្នឹងគឺយើងទៅសម្អាតយើងចង់បានលទ្ធផលថាយើងសម្អាតហើយកន្លែងហ្នឹងគឺស្អាតអត់ថ្ងៃក្រោយអត់មានប៉ុន្តែយើងនៅតែឃើញមានអញ្ចឹងអាហ្នឹងជាផលបាបរបស់យើងដែលតម្រូវឲ្យយើងហ្នឹងទៅសម្អាតកន្លែងហ្នឹងជាម្ដងហើយម្ដងទៀតផ្លាស្ទិករបស់ហ្នឹងវាធ្វើឲ្យទឹកកខ្វក់ទឹករបស់យើងហ្នឹងយើងអាចយកមកប្រើប្រាស់បានវាប៉ះពាល់ដល់សុខភាពធ្វើឲ្យត្រីរបស់យើងហ្នឹងវាច្រឡំជាចំណែកក៏វាអត់អាចកិនណាប្រភេទផ្លាស្ទិកនឹងបានទេវានឹងស្លាប់ហើយធ្វើឲ្យយើងហ្នឹងបាត់បង់នៅហូបអាហារបាត់បង់នៅអាហារូបត្ថម្ភដែរគឺត្រីយើងហូបជាប្រចាំ ផលប៉ះពាល់នៃផ្លាស្ទិកចំពោះសុខភាពរបស់យើងមីក្រូផ្លាស្ទិកក៏មាននៅក្នុងខ្យល់ដែរហើយវាជាហេតុដែលបង្កឲ្យអ្នកមានជំងឺហឺតក្អកនិងបញ្ហាផ្លូវដង្ហើមក្នុងរយៈពេលវែងហើយនៅពេលដែលយើងបរិភោគមីក្រូផ្លាស្ទិកដែលមាននៅក្នុងប្រភពទឹកនោះវានឹងផ្ដល់ផលរំខានដល់ប្រព័ន្ធរំលាយអាហាររបស់យើងដែលជាហេតុធ្វើឲ្យយើងមានជាការឈឺពោះរលាករាគរូសនិងក្អួតចង្អោរមិនតែប៉ុណ្ណោះវាក៏អាចធ្វើឲ្យយើងមានជំងឺមហារីកផងដែរ ជាទូទៅផ្លាស្ទិកមានសារធាតុគីមីដូចជា BPA និង Phthalate ដែលអាចរំខានដល់អរម៉ូនក្នុងរាងកាយរបស់មនុស្សវាអាចបង្កបញ្ហានៅកំឡុងពេលមានផ្ទៃពោះនិងផ្ដល់ផលរំខាននៅក្នុងការលូតលាស់របស់ទារកនិងកុមារចឹងតើយើងក៏ធ្វើបានដែរទើបអាចចូលរួមកាត់បន្ថយការបំពុលផ្លាស្ទិកបានជាធម្មតាយើងពិតជាមិនអាចឈប់ប្រើផ្លាស្ទិកបានទេប៉ុន្តែយើងអាចរួមគ្នាកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកប្រចាំថ្ងៃបាន មែនហើយម្យ៉ាងទៀតប្រសិនបើយើងអាចកែទម្លាប់របស់យើងមកម្ដងតិចៗនោះយើងនឹងអាចកែប្រែបញ្ហានេះបានមួយកម្រិតដែរដើម្បីកែប្រែនិងដោះស្រាយបញ្ហានេះបានគឺតម្រូវឲ្យមានវត្តមានរបស់យើងទាំងអស់គ្នាមិនថាក្មេងមិនថាចាស់ព្រោះការផ្លាស់ប្ដូរតូចនាំមកនូវការផ្លាស់ប្ដូរធំតោះនៅចាំឲ្យទៀតនាំគ្នាចាប់ផ្ដើមសកម្មភាពទាំងអស់គ្នាដើម្បីទទួលបានប្រភពទឹកស្អាតនិងសុខភាពល្អ ប្រសិនបើយើងមិនចង់ប្រើផ្លាស្ទិកយើងអាចប្រើដបទឹកអាលុយមីញ៉ូមជំនួសបានប្រើទុយោធ្វើពីឫស្សីឬក្រដាសអាចប្រើថង់ក្រណាត់ពេលណាផ្សារជាដើមប្រសិនបើយើងនៅតែបន្តប្រើផ្លាស្ទិកសូមប្រើដោយមានទំនួលខុសត្រូវចេះកែច្នៃប្រើឲ្យបានច្រើនដងមិនត្រូវបោះចោលផ្ដេសផ្ដាសជាពិសេសមិនត្រូវបោះចូលទៅក្នុងប្រភពទឹកនោះទេ បើអ្នកបោះផ្លាស្ទិកមួយចូលទៅក្នុងទឹកប្រៀបបានដូចជាអ្នកបានយកផ្លាស្ទិកដាក់ចូលក្នុងចានអាហាររបស់អ្នកអញ្ចឹងរាល់ពេលដែលអ្នកគិតពីការប្រើប្រាស់ផ្លាស្ទិកសូមអ្នកគិតអំពីទន្លេនិងសមុទ្រគិតអំពីសត្វទាំងនោះអ្នកមានឥទ្ធិពលក្នុងការជ្រើសរើសនិងកែប្រែ